ចឹងថ្ងៃនេះជាថ្ងៃមាឃកម្ពុជាជាថ្ងៃប្រកបដោយដាច់ជះអ្នកខត្តរិទ្ធព្រះអាទិត្យអស់ស្ដងគត់ទៅប្រច័នក៏នឹងអើតបញ្ចូលខ្លួនមកបំភ្លឺយើងម្ដងឥឡូវចេញមកហើយតែមានថ្ងៃនេះមិនឃើញធម្មតាប្រចាំថ្ងៃនេះគាត់ប្តីហើយអញ្ចឹងគឺប្រកបដោយសេរីសួស្តីមែនទេអញ្ចឹងលោកទាំងឡាយមិនបាច់ភ័យទេក្នុងថ្ងៃនេះថានៅកន្លែងឆ្ងាយពីខ្ញុំកណាឬក៏ចិត្តពីខ្ញុំកណាអីមិនបានទឹកមុនអីនោះមិនបាច់ភ័យទេព្រោះបើលោកទាំងឡាយជឿជាក់ថាគុណនៃព្រះរតនត្រ័យមានធម្មជាតិនៃព្រះពុទ្ធក៏បដិស្ថាននៅគ្រប់ទីកន្លែងគុណនៃព្រះរតនត្រ័យមានទេវតាទាំងឡាយដែលគោរពបូជាចំពោះព្រះរតនត្រ័យមានគ្រប់ទីកន្លែងបន្តិចទៀតយើងធ្វើគុណគឺយើងបូជាគុណចំពោះព្រះដ៏មានពភាទេវតាទាំងឡាយក្នុងលោកមានទឹកច្រើនច្បាស់ណាស់នឹងបង្អោបខ្លួនចូលមកដើម្បីប្រារព្ធពិធីមាឃបូជាជាមួយយើងដែរទេវតាទាំងឡាយអញ្ជើញមកហើយដោយបំណងល្អខ្ញុំមកកណាខ្ញុំនឹងសូមឲ្យទេវតាទាំងឡាយទៅបដិសេធស្ថាននៅវត្ថុទាំងឡាយណាជាវត្ថុអបមង្គលឲ្យប្រែខ្លាចជាវត្ថុមង្គលបើវត្ថុណាជាវត្ថុមង្គលហើយសូមឲ្យរលឹកទៅជាវត្ថុមានមង្គលមានសេរីសួស្តីឡើយលោកទាំងឡាយយកប្រាថ្នានៅសម្បត្តិអ្វីនៅប្រយោជន៍អ្វីសូមឲ្យប្រយោជន៍នោះបានសម្បត្តិដល់លោកទាំងឡាយអញ្ចឹងមិនបាច់ភ័យថានៅឆ្ងាយអីទេតិចទៀតហ្នឹងគឺបានទាំងអស់គ្នាហើយអត់ចំណែនគ្នាទេនៅយើងមានរឿងមួយទឹកដីជ័យភូមិនាក្រុងកបិលវត្តទឹកដីនោះកាលណាតែសត្វខ្លាកំពុងតែដេញសត្វមរឹកហើយសត្វមរឹករត់ចូលដល់កន្លែងបរិវេណដីនោះគឺសត្វមរឹកនោះមានអំណាចត្រឡប់ទៅជាដេញខ្លានោះវិញសត្វពស់កំពុងតែដេញខាំកែបហ៊ីងនោះរត់ចូលដល់ដីនោះគឺកែបហ៊ីងនោះមានឫទ្ធិអំណាចដេញសត្វពស់វិញអញ្ចឹងខ្ញុំកណាខ្ញុំសូមបដិសេធស្ថានកោះនេះទាំងមូលបើដូចជាដីជ័យភូមិអញ្ចឹងទៅចុះបើលោកទាំងឡាយមានព្រោះការជំងឺដូម៉ាត់ច្រើនសាច់ស្អាតស្បែកស្ងួតបែបស្អាតទេស្ងួតពងកូននឹងអាសាភើទៅក្តៅភើមកក្តៅហូបអីមានទៀតមានកម្លាំងហើយអាសាងឹតមុខចុកចំក្នុងចុកចកេះជាប្រចាំតាំងតពោះហើយមានកម្មវិធីអីក៏មិនសប្បាយចិត្តមិនស្រស់ស្រាយដែរប៉ិនហូបហើយជឿអ្នកដែលនៅចាំវត្តនោះឲ្យគាត់ចូលមកទាំងអស់វាក្នុងកោះហ្នឹងមកមានអ្នកនៅចាំហ្នឹងហើយឲ្យជើញគាត់ទាំងអស់គ្នាមកក្នុងកោះនេះទាំងអស់ហើយធ្វើបុណ្យជាមួយនឹងព្រះអង្គខ្ញុំកណាខ្ញុំធ្វើបុណ្យជាមួយខ្ញុំកណាខ្ញុំចំពោះគុណព្រះដ៏មានពភាទាំងអស់គ្នាជាមួយនឹងព្រះសង្ឃគ្រប់ព្រះអង្គដែលមានព្រះវត្តមានក្នុងទីនេះជាសមត្ថនៃសង្ឃជាសង្ឃដែលបានទទួលការសន្មត់ឲ្យទៅជាភិក្ខុភិវៈឬក៏ទៅឲ្យជាសាមណេរហើយបានរួបរวมគ្នាទាំងព្រះសង្ឃទាំងកុហកមកប្រជុំគ្នាក្នុងទីនេះដែលឥតព្រៀងទុកឥតណាត់ទុកឥតបានការអញ្ជើញហើយយើងយកដល់បុណ្យត្រឡប់ទៅវិញពេលយើងមានបុណ្យខ្ញុំកណាខ្ញុំឧបមាឲ្យលោកទាំងឡាយស្ដាប់អញ្ចេះលោកទាំងឡាយក៏បីស្ងាត់ហើយស្ដាប់ដោយយកចិត្តទុកដាក់ត្រង់ចំណុចនេះហើយខ្ញុំកណាខ្ញុំនឹងសួរលោកទាំងឡាយតើលុយដែលគេចាយសពថ្ងៃនៅទីណាទាំងឡាយដឹងទេថាលុយនិយាយទៅថាគឺលុយដែលយើងចាយរាល់ថ្ងៃនេះតើលុយទាំងអស់នោះនៅទីណាមើលអ្នកសាក៏មានលុយនៅទីណាលុយដែលចាយដល់ថ្ងៃនេះបើឆ្លើយមិនចេញស្ងាត់ហើយចាំស្ដាប់តលុយដែលយើងកំពុងចាយសពថ្ងៃគឺនៅគ្រប់ទីកន្លែងចុះមិនដាច់បើលុយនៅគ្រប់ទីកន្លែងហេតុយ៉ាងម៉េចបានអ្នកខ្លះមានលុយចាយអ្នកខ្លះអត់លុយចាយបើថាលុយនៅគ្រប់ទីកន្លែងទាំងនោះគឺលោកទាំងឡាយក៏បីជ្រាបថាលុយនៅគ្រប់ទីកន្លែងតែសួរថាខ្លួនយើងមានសមត្ថភាពប៉ុណ្ណាក្នុងការឆក់យកលុយទាំងអស់នោះមកចាយវាបានយ៉ាងណាមិញអំពើជាបុណ្យរឹតជាដាច់ជះជាអភិនិហាជាសេចក្តីស័ក្តិសិទ្ធិណាមួយនោះនៅគ្រប់ទីកន្លែងទាំងអស់គ្រាន់តែលោកមានសមត្ថភាពក្នុងការយកអភិនិហាយករឹតបារមីទាំងអស់នោះមកប្រើបានប៉ុណ្ណាតែប៉ុណ្្នឹងឯងមនោយុវិជ្ជាការសម្រេចរឹតអំពីចិត្តចង់ឲ្យព្រះអាទិត្យរះពីទិសខាងកើតចង់ឲ្យទឹករលកចង់ឲ្យទឹកសមុទ្រសាបចង់ឲ្យផែនដីរំជួយចង់ឲ្យផែនដីប្រេះចង់ឲ្យផែនដីពុះពោឡើងចង់ឲ្យភ្លើងត្រជាក់រឹតដែលកើតឡើងអំពីចិត្តនោះមានគ្រប់ទីកន្លែង
គ្រាន់តែថាយើងមានសមត្ថភាពក្នុងការយករឹតទាំងអស់នោះមកប្រើបានឬអត់តែប៉ុណ្្នឹងឯងយ៉ាងណាមិញយើងទាំងឡាយនេះជាមនុស្សជាប់ទុកព្រោះថាជាមនុស្សដែលខ្វះបុណ្យអញ្ចឹងបុណ្យទាំងឡាយនៅគ្រប់ទីកន្លែងតែយើងមានសមត្ថភាពប៉ុណ្ណាក្នុងការយកបុណ្យមកប្រើប្រាស់តែប៉ុណ្្នឹងឯងឆ្នាំខ្ញុំគឺខុសគ្នាទាំងអស់ដើមឈើខុសគ្នាប្រើខុសគ្នាទាំងអស់អត់មានចេះបល់អាកញ្ចប់អីនេះទៅនោះទៅអត់ទេមកកញ្ចប់គឺឬដងបាតគឺកាពះពវៀនផ្សេងគ្នាទាំងអស់ឬដងចំមុះថ្ងៃនេះខ្ញុំសូមបញ្ជាក់ឬដងចំមុះគឺអាសាផ្ដាសាយសវាំងភ្នែកនិងអាសាកដាស់និងប៉ះចង្ហាប៉ះមិនសិនតិចអីហ្នឹងពិបាកណាស់បាក់ហ្មងគឺថប់ដង្ហើមមើលអាសាកដាស់ជួនណាធ្វើឲ្យយើងទៅក៏មិននេះក៏វាលមាស់ច្មោះលមាស់ភ្នែកវាប៉ះពាល់តិចនេះទៀតវាធ្វើយើងហឹងតិចម្ដងមកកាលដែរដល់កើតយូរមេតិចអញ្ចឹងមិនបាច់ទេកំពុងតែមកដល់កន្លែងឃ្លាំងបុណ្យហើយមិនមែនថាខ្ញុំកណាខ្ញុំជាឃ្លាំងបុណ្យមិនមែនថាប្រគុណណាគុណម្ចាស់ប្រសង់អង្គណាជាឃ្លាំងបុណ្យទេតែកម្មវិធីនេះជាអភិលក្ខកសម័យជាថ្ងៃប្រកបដោយរិទ្ធនិងដៃជះជាថ្ងៃដែលប្រចាំគូចូលវិធីមគ្គបុណ្យមីចូលកាន់មគ្គវិស័យហើយជាថ្ងៃដែលរលឹកចំពោះព្រឹត្តិការណ៍ព្រះដែលមានរូបភាពកាលដែលព្រះអង្គគង់នៅអញ្ចឹងបើយើងទាំងអស់គ្នាបានចូលរួមនៅក្នុងវេលាឱកាសនេះហើយគឺស្មើនឹងយើងបានយកនៅកំណប់គឺបុណ្យដែលព្រះដែលមានរូបភាពព្រះអង្គទុកចែកឲ្យយើងរាល់គ្នាហើយអញ្ចឹងបើយើងគ្រាន់តែមកហើយយកតែទឹកមុនទៅវិញហ្នឹងគឺបានតែប៉ុណ្្នឹងទេថ្ងៃក្រោយឈឺទៀតរត់មករត់ទៀតតែបើសិនតែនៅថ្ងៃធ្វើបុណ្យទៅបុណ្យនឹងវានៅក្នុងខ្លួននឹងមានដៃជះទៅយើងទៅវិញមានរឹតមានដៃជះយើងមិនចាំបាច់ទៅពឹងអ្នកណាទេមិនអញ្ចឹងការពឹងគេមិនមែនខុសឲ្យលោកទាំងឡាយយើងជាមនុស្សទៀបយើងពឹងអ្នកខ្ពស់ពឹងអ្នកទៀបយើងអ្នកខ្សត់បុណ្យយើងពឹងអ្នកបរិបោដោយបុណ្យដូចជាព្រះអរិយបុគ្គលមានប្រសង្ឃសាវកព្រះចេកពុទ្ធព្រះពុទ្ធអីជាដើមតែគ្រាន់តែថាការពឹងពុំអ្នកនៅបុណ្យដែលជារបស់គេនោះមិនបរិបូរណ៍ដោយការដែលពឹងពាក់ពុំអ្នកបុណ្យដែលកើតឡើងពីយើងសាងខ្លួនឯងទេបងប្អូនយើងមានលុយហើយយើងជាមនុស្សអត់លុយចង់ទិញអីក៏ទៅសុំពីគេឲ្យគ្រាន់តែវាស្រួលទេមិនស្រួលទេឲ្យបានតែយូរម្ដងទៀតតែរាល់ថ្ងៃរាល់ខែរាល់ឆ្នាំក៏គេនឿយណាយនឹងឲ្យយើងទោះតែគេមិននឿយណាយឲ្យយើងក៏យើងមិនមែនតែនៅគៀកគេ24ម៉ោងសម្រាប់សុំលុយគេយកមកចាយដែរយ៉ាងណាបុណ្យដែលយើងសាងហើយយើងទៅចាំបុណ្យពីគេថ្ងៃហ្នឹងព្រះអង្គនៅវត្តដល់នេះមកពឹងបុណ្យព្រះអង្គទៅចង់ថ្ងៃក្រោយព្រះអង្គប្រះអាយុធនាបាត់ទៅពឹងនៅណាទៀតតែបើយើងពឹងលើបុណ្យខ្លួនឯងទោះយើងនៅក្នុងទីណាកន្លែងណាក៏យើងរមែងមិនសយត់មិនភ័យមិនតក់ស្លុតមិនខ្លាចក៏មិនលំបាកចឹងហើយទើបខ្ញុំកណ្ដាលខ្ញុំម្ចាស់សុខចិត្តចង់ឲ្យលោកទាំងឡាយបានជួបនៅបុណ្យនេះកំណប់ដែលនៅកន្លែងកោះហ្នឹងកាយយកទៅគឺបុណ្យនិងសទ្ធាដែលលោកទាំងឡាយបានមកធ្វើថ្ងៃហ្នឹងហើយយើងមកក្នុងថ្ងៃនេះដោយសទ្ធាអញ្ចឹងសទ្ធានេះខ្ញុំកណាខ្ញុំបានដឹងឮថាលោកទាំងឡាយប្រកាសជាមានដោយសទ្ធាមែនបើអត់មានសទ្ធាទៅវិញអស់ហើយអ្នកខ្លះសទ្ធាស្ទើរទៅក៏ទៅបាត់ដែរអ្នកខ្លះក៏គាត់មិនសទ្ធាស្ទើរទេតែគាត់មានទរៈផ្សេងក៏គាត់ទៅបាត់ដែរជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំនេះឆាយចម្រើនជាគ្រូផ្សំថ្នាំខ្មែរកាពះវៀនឬដងបាតថ្ងៃនេះខ្ញុំសូមបកស្រាយពីជំងឺឬដងបាតព្រោះជំងឺនឹងកើតដំបូងវាធ្វើទុកវាអត់ដឹងទេវាគ្រាន់តែចុកពោះឆ្អល់ពោះបាក់បាត់ជើងហើយថ្ងៃណាតោះចំណៃវាកាហាយគូតវាលមាស់គូតហើយមានថ្ងៃណាលមុខវាហឹងក្តៀនតែអញ្ចឹងវាទៅជាកកាត់មកវាទៅជាឈាមមានឈាមម្ដងមកការលមាស់ហ្នឹងមានឈាមម្ដងមកការធ្វើឲ្យយើងតាំងពោះឆ្អល់ពោះពិបាកបាត់ជើងអង្គុយបាត់ជើងញ៉ៃដងមែនប៉ុន្តែវាតិចតែអញ្ចឹងអ្នកដែលអាសាក្តៀនហ្នឹងអ្នកដែលសាបាត់ជើងមកក្តៀនលមុខមកក្តៀនហ្នឹងអ្នកនឹងឲ្យទៅបញ្ហាចំពោះមុខគឺដងបាតដល់អញ្ចឹងបងប្អូនកើតដំបូងមិនដឹងទេវាច្រើនតែថប់ដង្ហើមធ្វើឲ្យយើងពិបាកបាត់ជើងអាសាងឹតមុខចុកឆ្អឹងខ្នងរួយកហើយនិយាយរួមគឺកាពះហើយពវៀនគឺធ្វើទុកខ្លាំងហ្មងដល់យូរវាទៅជាធ្វើដងបាតដោយសារលមុខយើងវាក្តៀនពេកដល់អញ្ចឹងអ្នកអង្គុយយូរច្រើនម៉ោងហ្នឹងក៏មានបញ្ហាចំពោះមុខគឺធ្វើដងបាតដល់អញ្ចឹងដំបូងវាឈឺចង្កេះនឹងចុកឆ្អឹងខ្នង
ចុកឆ្អឹងក្នុងបាត់ឲ្យផុតនេះហើយកហ្នឹងក៏ចេះតែហួយដែរហើយភ្នែកស្វាងសម្រានក៏មិនសូវលក់មួម៉ៅច្រើននឹងស្មុកស្មាញអារម្មណ៍មិនស្រស់ស្រាយស្បែកក៏មិនស្អាតភ្លឺថ្លាដែរតែអញ្ចឹងធ្វើឲ្យយើងពិបាកក្នុងខ្លួននិយាយរួមក្នុងមួយយប់ជួនណាអ្នកខ្លះសម្រានអត់បានទេដោយសារជំងឺហ្នឹងថប់ដង្ហើមហើយនឹងឆ្អល់ពោះនឹងហូបអីគ្មានឆ្ងាញ់អណ្ដាតនឹងអណ្ដាតយើងសូអណ្ដាតនឹងគេហៅផ្សិតអណ្ដាតនឹងអណ្ដាតសូហូបអីគ្មានជាតិនឹងដោយសារក្តៅយូរអាសាងឹតមុខស្វាងភ្នែកហួយសក់ស្កូវសក់ហើយអ្នកមានផ្ដួចមានមុនអីហ្នឹងអត់ចង់រៀបទេអ្នកមានជំងឺហ្នឹងផ្ដួចបើថាមុនគេហៅមុនដបោកមុនអីហ្នឹងគឺតែផ្ដួចក្រហមមុខលើយើងហើយគឺអត់ចង់រៀបដោយសារសាច់យើងវាក្តៅជាប្រចាំដល់ពេលអញ្ចឹងបើហូបថ្នាំខ្ញុំទៅគឺទី1គឺថ្នាំកាពះនេះគឺសម្រាប់ឲ្យដើរខ្យល់ស្រួលត្រជាក់សាច់យើងភ្លឺថ្លាស្អាតហើយយើងសម្រានក៏បានហើយអាងឹតមុខស្វាងភ្នែកក៏កាត់បន្ថយចុកឆ្អឹងខ្នងក៏បាត់ហើយរួយចកេះក៏បាត់ដែរហើយសំខាន់តមថ្នាំឬដងបាត់នេះគឺសម្រាប់ហូបមួយថ្ងៃពីរពេងអាកោមួយផឹកមួយល្ងាចក្រោយបាយទិញតែមួយឈុតគឺជាហើយប្រហែលឆ្នាំគឺជាដែរឲ្យតតមប៉ុន្តែកាពះនេះអត់មានជាតិល្វីងជាតិចត់ទេអានឹងគេដាំទឹកហូបក្នុងមួយកញ្ចប់បាន3-10ថ្ងៃទៅកន្លះខែក្នុងមួយកញ្ចប់ហ្នឹងអត់មានជាតិល្វីងជាតិចត់ទេហើយបកឡើងឈ្ងុយហើយស្រួយគួរឲ្យចង់ហូបទៅលឿនគឺកាពះហ្នឹងហ្មងទី1កាពះហ្នឹងឲ្យវាស្រួលត្រជាក់ពោះដើរខ្យល់ស្រួលដោយសារថ្នាំឬដងបាត់នេះអាហ្នឹងវាសម្រាប់ស្វិតឬដងផ្លូវលមួកវាស្រឡះទៅយើងហូបថ្នាំកាពះនេះវាលឿនដោយសារផ្លូវលមួកវាស្រឡះដល់អញ្ចឹងទិញតែមួយឈុតក៏ជាហើយប្រហែលឆ្នាំក៏ជាតែមួយឈុតហ្នឹងទេសំខាន់បងប្អូនតមដែរតមរយៈពេលខ្លីទេមិនតមយូរទេតមឲ្យស្វិតឬដងផ្លូវលមួកស្រឡះទៅយើងហូបថ្នាំកាពះនេះវាលឿនវាត្រជាក់សាច់វាដកដង្ហើមមកស្រួលលែងថប់ដង្ហើមលែងចុកឆ្អឹងខ្នងលែងឆ្អល់ពោះហើយរួយកគោធូរដែរអ្នកអាសាអ្នកខ្លះអាសាកុសខ្យល់សម្រានមិនសូវលក់សាប់អសរក្នុងមួយយប់សពច្រើនល្វើល្វាយហ្នឹងក៏ដោយសារជំងឺហ្នឹងដែរហើយមុខក៏មិនស្រស់ស្រាយដែរវាស្លុបវាគ្មានអារម្មណ៍នឹងនៅនឹងខ្លួនទេអ្នកកើតជំងឺនឹងដូចថាវាស្មុកស្មាញវាពិបាកក្នុងខ្លួនដោយសារ